កណ្ដាលផានជីឧត្តមលោកស្រីស៊ូស្រីមីចាត់តំណាងឲ្យចូលរួមកម្មវិធីបើកការប្រកួតកីឡាសមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ2025នៅរសៀលថ្ងៃសៅរ៍12កើតខែចេកឆ្នាំអាសាញ់សប្តាហ៍ពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី7ខែមិថុនាឆ្នាំ2025លោកប៉ៅកំសាន្តអនុប្រធានប្រចាំការកណ្ដាលផែនជ័យឧត្តមតំណាងឲ្យលោកស្រីស៊ូស្រីមីប្រធានកណ្ដាលផែនជ័យឧត្តមចំណុះឲ្យសមាគមរួមគ្នាដើម្បីអភិវឌ្ឍកម្ពុជានិងជាចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញអមដំណើរដោយលោកស្រីកុំវលៈអនុប្រធានកណ្ដាលផែនតំណាងឲ្យផាន់មីហេងភ្នំពេញលោកស៊ូប៉ូឡូប្រធានលេខាធិការដ្ឋានផានជ័យមង្គលតំណាងឲ្យផានជ័យមង្គលកញ្ញាសោតទេវីអនុប្រធានផានមីហេងតំណាងឲ្យលោកលឹមសុកលេងអនុប្រធានកណ្ដាលផែននិងជាប្រធានមីហេងបានដឹកនាំសមាជិកសមាជិកាចូលរួមវិធីបើកការប្រកួតកីឡាសិល្បៈសិក្សាថ្នាក់ជាតិឆ្នាំ2025ក្រមអធិបតីភាពអាដាមបរិទ្ធសភាចាហងជួនរ៉នអបនាយករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡានៅពីមានភូកីឡាដ្ឋានជាតិអូឡ িম্প ិកស្ថិតនៅក្នុងសង្កាត់វាវងខណ្ឌ7មករារាជធានីភ្នំពេញអាយដាមប៉ុនសុកអគ្គនាយកនៃអគ្គនាយកដ្ឋានកីឡានៅជាប្រធានគណៈកម្មការរៀបចំការប្រកួតបានឡើងអានរបាយការណ៍ជូនគណៈអធិបតីឯកឧត្តមបរិទ្ធសភាចាហងជួនរ៉នអបនាយករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាឡើងថ្លែងមតិសម្លេងសំណើជាមួយនឹងអង្គពិធីព្រមទាំងប្រកាសបើកការប្រកួតកីឡាសមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ2025